ក្រុមការងារនៃគណៈបកទាំងពីរដែលដឹកនាំដោយលោកប៉ែនបញ្ញាមកពីគណៈបកប្រជាជនកម្ពុជានិងលោកអេងឆៃអៀងមកពីគណៈបកសង្គ្រោះជាតិនឹងជួបគ្នាជាថ្មីនៅវេលាម៉ោង 3 រសៀលថ្ងៃសុក្រទី 1 ខែសីហានេះនៅឯវិមានរដ្ឋសភាក្រុមការងារទាំងពីរនឹងលើកយកសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា 76 និងការបង្កើតចម្ពោះថ្មីទាក់ទងទៅនឹងអង្គការរៀបចំការបោះឆ្នោតមកដាក់លើតុដើម្បីពិភាក្សាគ្នាស្វែងរកចំណុចរួមគ្នាមួយនេះបើតាមការបញ្ជាក់ពីលោកជីមយៀបមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាបើតាមលោកជីមយៀបដដែលសេចក្តីព្រាងច្បាប់របស់គណៈបកទាំងពីរវាស្ទើរតែត្រូវគ្នាទាំងស្រុងទៅហើយក៏ប៉ុន្តែវានៅមានចំណុចខុសគ្នាខ្លះទាក់ទងទៅនឹងអភ័យឯកសិទ្ធិរបស់សមាជិកទូជបនិងការផ្ដល់ថវិកាស្វ័យយ័តដើម្បីបំពេញការងាររបស់ខ្លួនដែលចំណុចទាំងពីរនេះត្រូវបានគណៈបកសង្គ្រោះជាតិបានចែងដាច់នៅក្នុងមាត្រា 152 និងមាត្រា 153 ថ្មីនៃសេចក្តីព្រាងរបស់ខ្លួនសូមបញ្ជាក់ថាការជួបគ្នាជាថ្មីរបស់ក្រុមការងារទាំងពីរនេះគឺបានធ្វើឡើងនៅក្រៅពីលោកឧបនាយករដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិកាលពីយប់ថ្ងៃទី 31 ខែកក្កដាម្សិលមិញនេះដោយបានភ្ជាប់មកជាមួយនៅសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់គណៈបកប្រជាជនកម្ពុជាមកជាមួយផងលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះមិនទាន់ធ្វើអត្ថាធិប្បាយយ៉ាងណានៅឡើយទេជំវិញសេចក្តីព្រាងច្បាប់នេះដោយលោកនៅរងចាំមើលពីលទ្ធផលនៃការជួបចរចាគ្នារវាងក្រុមការងារគណៈបកទាំងពីរនារសៀលថ្ងៃសុក្រនេះលោកសំរងស៊ីក៏មិនទាន់បានកំណត់ពីការប្រឆាំងពិតប្រាកដនៃការចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងនៅឡើយដែរលកឹកណាភាគីទាំងពីរមិនទាន់ឯកភាពគ្នាទាំងស្រុងនោះ